ជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករដែលតែនិយមដាំដំណាំកសិកម្មផ្សេងនៅទីនេះខ្ញុំសូមបង្ហាញនិងចែករំលែកពីរូបភាពដំណាំម្ទេសហាវ៉ៃដែលយើងនិយមហៅថាម្ទេសផ្លោកម្ទេសហាវ៉ៃនេះគឺយើងដាំនៅក្នុងផ្ទះសំណាញ់ហើយយើងមានការរៀបចំជារោជាជួរក្នុងការដាំហើយដល់វគ្គនេះគឺយើងចាប់ផ្ដើមទទួលបានផលជាផ្លែទុំហើយទុំពោក្រហមចាប់ផ្ដើមទុំលើកទី1ហើយនៅខាងចុងនៅមានផ្លែខ្ចីបន្តជាច្រើនទៀតបាទសូមជម្រាបដល់ពុកម៉ែបងប្អូនដែលចង់ទទួលទានអាចទំនាក់ទំនងទិញពីគាត់ផ្ទាល់បាននៅក្នុងនោះខ្ញុំនឹងទំនាក់លេខទូរស័ព្ទរបស់គាត់ដើម្បីបងប្អូនទំនាក់ទំនងចង់ទិញយកទៅទទួលទានពីព្រោះថាម្ទេសហាវ៉ៃនេះគឺមានរសជាតិជូរអែមឆ្ងាញ់រសជាតិយើងទទួលទានទៅគួរឲ្យចង់ទទួលទានហើយវាមានសារៈប្រយោជន៍សម្រាប់រាងកាយយើងផងដែរហើយការទទួលទាននេះគឺដោយសុវត្ថិភាពចឹងការដាំនេះមិនមានប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនអ្នកទទួលទានទេបាទបាទសូមជម្រាបទៅដល់ពុកម៉ែបងប្អូនប្រជាកសិករដែលចង់ដឹងអំពីបច្ចេកទេសនិងការប្រើប្រាស់ជីសរីរាង្គជាលក្ខណៈធម្មជាតិយើងប្រើហើយមិនប៉ះពាល់ទៅដល់សុខភាពអ្នកបងប្អូនអាចទំនាក់ទំនងនៅទីនេះខ្ញុំនឹងដាក់លេខទូរស័ព្ទរបស់បងប្រុសដែលគាត់ជាអ្នកដាំផ្ទាល់គាត់ជាម្ចាស់ចម្ការដែលគាត់មានបច្ចេកទេសក្នុងការដាំការថែទាំក៏ដូចជាការប្រើប្រាស់ជីថ្នាំដើម្បីធ្វើឲ្យដំណាំបានល្អហើយមានគុណភាពសម្រាប់